ជំហានទី3លើកទឹកចិត្តនិងអភិវឌ្ឍខ្លួនកម្លាំងចិត្តអាចធ្វើឲ្យអ្នកធ្វើកិច្ចការលំបាកបានគ្រប់យ៉ាងវាក៏អាចធ្វើឲ្យអ្នកធ្វើរឿងដ៏អស្ចារ្យដែលមិនងាយនរណាមួយធ្វើបានផងដែរកម្លាំងចិត្តគឺទទួលបានមកពីការលើកទឹកចិត្តជាធម្មតាតាមរយៈមិត្តនៅជុំវិញខ្លួនក្រុមគ្រួសារប្រពន្ធឬកូនបុគ្គលសំខាន់ណាម្នាក់ហើយក៏អាចបានមកពីការអានសៀវភៅការសិក្សាស្រាវជ្រាវផ្សេងៗការលើកទឹកចិត្តគឺជាកត្តាសំខាន់សម្រាប់អ្នកដែលត្រូវការធ្វើដំណើរដ៏វែងឆ្ងាយនិងមានទស្សនវិស័យធំពេលខ្លះមនុស្សយើងអាចនឹងជួបឧបសគ្គគិតអ្វីមិនចេញនៅពេលនោះការលើកទឹកចិត្តគឺជាកត្តាសំខាន់ណាស់សម្រាប់ជួយឲ្យអ្នកមានកម្លាំងចិត្តនិងធ្វើដំណើរបន្តទៅមុខទៀតកំពូលភ្នំនៃកម្លាំងចិត្តនិងការអភិវឌ្ឍខ្លួនក្នុងគណៈពេលដែលខ្ញុំមានការធុញទ្រាន់នឹងការងារឬជីវិតនៅពេលដែលធ្វើកិច្ចការរបស់ខ្ញុំជួបនឹងឧបសគ្គឬជួបវិបត្តិវិធីសាស្ត្រដែលជួយលើកទឹកចិត្តដល់ខ្ញុំនិងធ្វើឲ្យខ្ញុំមានកម្លាំងចិត្តឡើងវិញនោះគឺអានសៀវភៅជាការពិតបន្ទាប់ពីអានសៀវភៅធ្វើឲ្យខ្ញុំនឹកអស់សំណើចចំពោះខ្លួនឯងព្រោះថាចំណេះដឹងតែបន្តិចដែលបានពីការអាននោះបានធ្វើឲ្យខ្ញុំឈរនៅលើទីកំពូលភ្នំដ៏ខ្ពស់មួយពេលដែលសម្លឹងចុះមកក្រោមហើយឃើញថាឧបសគ្គទាំងនោះគ្មានអ្វីអស្ចារ្យសម្រាប់មនុស្សម្នាក់ដែលឈរនៅលើកំពូលភ្នំដ៏ខ្ពស់ប្រកបដោយចក្ខុវិស័យបែបនេះទេជាការពិតការអានសៀវភៅការអានត្រូវតែជាទម្លាប់មួយសម្រាប់មនុស្សជោគជ័យគ្រប់គ្នាព្រោះថាវាជួយអ្នកឲ្យមានរបៀបនិងសក្តានុពលលើសពីមនុស្សមិនបានអានរួចទៅហើយចំពោះការងារឬអាជីវកម្មដែលអ្នកនឹងត្រូវធ្វើឬចាប់ផ្ដើមដោយដែលបានរៀបរាប់ក្នុងជំហានទី1អញ្ចឹងដែរបើសិនជាអ្នកមិនបានអាននោះអ្នកកំពុងតែខាតបង់ធំធេងណាស់សម្រាប់ការងារនិងការរស់នៅប្រចាំថ្ងៃរបស់អ្នកគិតមិនដល់ថាក្រុមគ្រួសារសំខាន់ដល់ម្លឹងសោះបើសិនជាក្នុងក្រុមគ្រួសាររបស់អ្នកមិនមានក្តីសុខនៅឡើយនោះទេជាទូទៅវាពិបាកណាស់ក្នុងការធ្វើឲ្យអ្នកមានសន្តិភាពក្នុងខ្លួននិងធ្វើកិច្ចការអ្វីទៅបានរលូនគណៈពេលដែលអ្នកមានបញ្ហាក្នុងគ្រួសារជាមួយប្រពន្ធឬបងប្អូនអ្នកនឹងមានអារម្មណ៍ថាតានតឹងក្នុងខ្លួនហើយធ្វើកិច្ចការអ្វីក៏មិនបានគ្រប់ជ្រុងជ្រោយដែរមានហើយភាពតានតឹងទាំងនេះផ្គុំជាមួយនឹងកង្វល់ក្នុងចិត្តដែលបានមកពីរឿងផ្សេងទៀតក្នុងជីវិតអាចផ្គុំឲ្យคล้ายទៅជាភ្នក់ភ្លើងមួយដែលអាចនឹងឆេះបានយ៉ាងងាយបំផុតបើសិនជាយើងមិនចេះគ្រប់គ្រងនិងដោះស្រាយឲ្យបានល្អវាហាក់បីដូចជាភាពតានតឹងនិងបញ្ហាទាំងឡាយដែលផ្គុំឲ្យកើតជាសង្គ្រាមលោកអញ្ចឹងដែរដូច្នេះអ្នកត្រូវគិតគូរឡើងវិញអំពីក្រុមគ្រួសាររបស់អ្នកដោយចំណាយពេលខ្លះដើម្បីផ្ដល់ក្តីស្រឡាញ់ដល់ក្រុមគ្រួសារនិងចំណាយពេលនិយាយប្រាប់មនុស្សដែលសំខាន់សម្រាប់អ្នកអំពីបញ្ហាក្នុងចិត្តនិងការងាររបស់អ្នកជាការពិតពេលខ្លះស្ថានភាពរបស់អ្នកមិនអាចដូចជាអ្វីដែលបានរៀបរាប់ខាងលើនេះទេព្រោះថាបញ្ហាជីវិតមានផ្សេងគ្នាតែអ្នកនឹងអាចមានអ្នកដទៃទៀតដែលអ្នកអាចចាត់ទុកថាជាមនុស្សអាចទុកចិត្តបាននិងយល់ពីផលលំបាករបស់អ្នកចូលហ៊ានសុំជំនួយពីពិភពលោកនេះនោះថាមិនត្រូវអ្នកនឹងទទួលបានជំនួយដែលស្មានមិនដល់ពេលខ្លះយើងក៏អាចមើលឃើញបញ្ហាដែលកើតឡើងទាំងនោះជាឱកាសឬកម្លាំងជំរុញចិត្តដើម្បីធ្វើឲ្យអ្នករឹងមាំនិងហ៊ានប្រឈមនឹងបញ្ហាទាំងឡាយផងដែរផ្ដល់អត្ថន័យពេញលេញចំពោះក្រាំងជីវិតរបស់អ្នកនៅក្នុងជំហានទី1នៃការកែប្រែចរិតមិនល្អដើម្បីជោគជ័យយើងបានជជែកខ្លះហើយចំពោះអត្ថប្រយោជន៍នៃទស្សនវិស័យនិងការបង្កើតផែនការសម្រាប់ជីវិតនៅពេលនេះយើងនឹងឲ្យអត្ថន័យឲ្យកាន់តែជ្រាលជ្រៅចំពោះរឿងនេះបន្ថែមទៀតដើម្បីជួយឲ្យមិត្តអ្នកអានមានភាពប្រកបប្រជាក្នុងការបង្កើតទស្សនវិស័យគោលដៅនិងផែនការសម្រាប់ជីវិតរបស់អ្នកគេនិយាយថាមនុស្សគ្មានគោលដៅហាក់បីដូចជានាវាអត់ចង្កូតតាមការពិតក្រាំងជីវិតពេលនេះហាក់បីដូចជាសិភៅនៃកម្រងជីវិតរបស់អ្នកអញ្ចឹងដែរហើយបើនិយាយឲ្យចំទៅវាគឺជាកម្រងទស្សនវិស័យគោលដៅនិងផែនការជីវិតរបស់អ្នកដែលដើរតួជាផែនទីដ៏សំខាន់សម្រាប់បង្ហាញផ្លូវឆ្ពោះទៅកាន់ចំណុចកំពូលនៃជីវិតរបស់អ្នកនោះឯងតាមច្បាប់ហេតុនិងផលគឺគេបានពន្យល់ថា
រឿងអ្វីដែលយើងអាចគិតស្រមៃដល់បាននោះយើងក៏អាចធ្វើវាបានដែររឿងគ្រប់យ៉ាងក្នុងโลกនេះសុទ្ធតែមានហេតុនិងផលរបស់វាបើសិនជាយើងចង់ធ្វើដំណើរឆ្ពោះទៅទិសខាងលិចយើងត្រូវកាច់ចង្កូតនាវានោះទៅឯលិចហើយបើសិនជាយើងចង់បានទឹកត្រជាក់មួយដបយើងត្រូវយកដបទឹកទៅដាក់ក្នុងទូទឹកកកដើម្បីឲ្យទឹកឡើងត្រជាក់ឬដាក់ទឹកកកក្នុងកែវដើម្បីឲ្យទឹកនោះឡើងត្រជាក់ទាំងនេះជាឧទាហរណ៍ងាយៗដើម្បីជួយឲ្យអ្នកយល់ច្បាស់ពីតម្រូវការនិងដើមហេតុក្នុងការបង្កើតឲ្យមានរបស់ឬរឿងអ្វីមួយសំណួរសួរថាចុះបើសិនជាយើងចង់បានភាពជោគជ័យតែយើងត្រូវការអ្វីដែលជាកត្តាសំខាន់បំផុតនោះជាការពិតចម្លើយដ៏ត្រូវបំផុតគឺដើម្បីផ្ដល់អត្ថន័យពេញលេញសម្រាប់ក្រាំងជីវិតរបស់អ្នកនោះគឺបង្កើតទស្សនវិស័យគោលដៅនិងផែនការសម្រាប់ជីវិតរបស់អ្នកបន្ទាប់មកចាប់ផ្ដើមប្រតិបត្តិមុននឹងឈានជើងដល់ចំណុចនេះអ្នកត្រូវសម្លឹងឲ្យបានឆ្ងាយដើម្បីស្វែងរកឲ្យឃើញសិនថាតើអ្នកចង់បានអ្វីឲ្យពិតប្រាកដក្នុងជីវិតរបស់អ្នកធ្វើបែបនេះដើម្បីកុំឲ្យអ្នកមានកំហុសក្នុងការបង្កើតទស្សនវិស័យនិងគោលដៅខុសពីអ្វីដែលអ្នកចង់បានពិតប្រាកដក្នុងជីវិតជាទូទៅមនុស្សគ្រប់គ្នាពេញចិត្តធ្វើកិច្ចការអ្វីដែលខ្លួនពេញចិត្តនឹងធ្វើហើយវាអាចជាបំណងប្រាថ្នារបស់អ្នកនៅក្នុងជីវិតផងដែរតែអ្នកធ្លាប់បានបង្កើតទស្សនវិស័យគោលដៅនិងផែនការសម្រាប់ជីវិតរបស់អ្នកដែរឬទេបើសិនជាអ្នកធ្លាប់តើទស្សនវិស័យនោះត្រូវនឹងអ្វីដែលអ្នកចង់បានពិតប្រាកដក្នុងជីវិតដែរឬទេតើអ្នកបានធ្វើអ្វីខ្លះហើយដើម្បីឲ្យគោលដៅនោះធ្វើដំណើរទៅមុខជាការពិតការដែលយើងមានផែនការសម្រាប់ជីវិតច្បាស់លាស់គឺវាអាចជួយជាកម្លាំងចិត្តដ៏ខ្លាំងក្លាដើម្បីឲ្យអ្នកខិតខំអភិវឌ្ឍខ្លួនបង្កើនចំណេះដឹងជំនាញបទពិសោធន៍និងចំណុចខ្លាំងដើម្បីជួយសម្រួចនិងដុសខាត់អ្នកឲ្យឈានដល់ចំណុចកំពូលនៃជីវិតដែលជាអ្វីដែលអ្នកចង់បាន